ដូចពីគេនិយាយអត់ខុសមែនពុកម៉ែបងប្អូននៅពេលដែលយើងចេះអ្វីមួយពិតប្រាកដណាគឺថាលុយរត់តាមរោគតែម្ដងបងប្រុសបងស្រីម្នាក់នេះគឺគាត់ចាប់មុខរបរលក់កង្កែបបោកហ្នឹងគឺជាច្រើនឆ្នាំមកហើយបើនិយាយពីបរិមាណនៃការលក់របស់គាត់វិញពុកម៉ែបងប្អូនមួយថ្ងៃលក់អស់ខ្ទង់ពី300ទៅ500កង្កែបហើយសម្រាប់តម្លៃវិញចាប់ពី4000រៀលឡើងទៅណាទីតាំងលក់កង្កែបបោកនៅកន្លែងនេះ Twister ជីទៅហួសមកហួសអត់ដែរចូលទេប៉ុន្តែនៅពេលដែលយើងចូលទៅគឺភ្លឺភ្នែកតែម្ដងណាជាមួយនឹងកង្កែបបោកក៏ដូចជាជើងមាន់អាំងនៅកន្លែងគាត់សម្រាប់ទីតាំងកន្លែងគាត់ពុកម៉ែបងប្អូនទាំងអស់គ្នាកង្កែបហ្នឹងមើលទៅឃើញច្រើនណាប៉ុន្តែជាក់ស្ដែងទៅគឺគាត់លក់អស់ច្រើនជាងនឹងទៀតហើយនៅទីនេះមានជាប្រភេទជើងមាន់អាំងក៏ដូចជាកង្កែបអាធម្មតាអាំងហើយជាមួយនឹងជើងមាន់អាំងរបស់គាត់គឺប្រឡាក់បានចូលជាតិល្អមែនទែនហើយបើនិយាយអំពីកង្កែបបោករបស់គាត់ពុកម៉ែបងប្អូននៅគឺពិសេសតែម្ដងណាបើនិយាយទៅគឺគាត់ធ្វើចេញមកគឺអាគ្រឿងដែលញាត់ចូលក្នុងពោះកង្កែបហ្នឹងគឺគាត់លុញអាំងដោយឡែកទៀតព្រោះថាពុកម៉ែបងប្អូនមួយចំនួនគឺគាត់អត់ចូលចិត្តញ៉ាំកង្កែបទេគាត់ចូលចិត្តញ៉ាំអាគ្រឿងដែលគេញាត់នៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងទៅគឺបងស្រីបងប្រុសគឺបែកគំនិតលក់អាគ្រឿងក្នុងហ្នឹងតែម្ដងណាព្រោះថាអាគ្រឿងដែលគេចិញ្ច្រាំជាមួយសាច់ជ្រូកហើយដំឲ្យតប៉ែតចែពុកម៉ែបងប្អូនហើយយកមកអាំងទៅវាមួយយ៉ាងដែរណាហើយបើនិយាយអំពី Twister ទៅថ្ងៃនេះវិញគឺយើងទៅជាមួយនឹងតែទឹកឃ្មុំតែជ្រក់របស់ Freshy យើងដាក់តែជ្រក់ទៅគឺស្រឡះបំពង់កមែនតែនសម្បូរទៅដោយវីតាមីន C ណាហើយបើនិយាយពីចំនួនពុកម៉ែបងប្អូនកង្កែបបោកនៅទីនេះណាមួយថ្ងៃលក់អស់ខ្ទង់ពី2ទៅ300កង្កែបតម្លៃគឺមាន4000 5000 6000ទៅតាមតូចទៅតាមធំអញ្ចឹងទៅហើយសម្រាប់ Twister វិញណានៅពេលដែលញ៉ាំកង្កែបបោកនៅកន្លែងគាត់គឺសង្កេតឃើញថាសាច់ដែលគេញាត់ចូលក្នុងកង្កែបនឹងអត់ទៅមានខ្លាញ់ច្រើនពេកទេព្រោះថាសាច់ហ្នឹងគឺគេលាយសាច់ជ្រូកជាមួយនឹងគ្រឿងណាប៉ុន្តែគឺគាត់លៃលោកបានល្អមែនតើហើយនៅពេលដែល Twister ទៅថតហ្នឹងគឺថាឃើញពុកម៉ែបងប្អូនយើងទៅទិញច្រើនមែនតើដោយសារតែគាត់មានម៉ូយច្រើនពុកម៉ែបងប្អូនខ្លះគឺទៅទិញកង្កែបបោកកង្កែបអាំងនៅទីនេះហើយគឺថែមជាមួយនឹងបាយសមកប្រអប់ពីប្រអប់ទៀតញ៉ាំជាប្រភេទអាហារពេលល្ងាចតែម្ដងណាដែលនៅកន្លែងគាត់គឺមានបើកលក់ពីម៉ោង3ល្ងាចរហូតដល់ម៉ោង8យប់ណាហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនដែលបានទៅទេគឺ Twister នឹងដាក់ Google Map នៅលើ caption ក៏ដូចជា comment ដើម្បីងាយស្រួលស្វែងរកណាហើយ Twister នៅពេលដែលញ៉ាំកង្កែបបោកក៏ដូចជាជើងមាន់អាំងរបស់គាត់នេះហើយគឺដាក់ជាមួយនឹង Freshy ទៅកាន់តែចូលជាតិតែម្ដងណាតែជាពុកម៉ែបងប្អូនខ្លះសេមកហើយយើងដាក់មកគឺថាត្រូវមែនតើណាជាមួយនឹងរសជាតិជូរអែមដែលសម្បូរទៅដោយវីតាមីន C អញ្ចឹងសម្រាប់វីដេអូរបស់ Twister នៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្ទាប់បាយ